អូខេក្នុងវីដេអូនេះមកនិយាយទៅជាមួយនឹងការប្រើប្រាស់មេរៀនថ្មីដែរហើយទៅជាមួយនឹងsuperlative អញ្ចឹងជាដំបូងយើងបើកមកយើងឃើញ lesson C ដែលត្រង់ជាមួយមេរៀនហ្នឹងគឺមេរៀន lesson C អញ្ចឹងវាមាន vocab ចំនួន5ដែល vocab នេះគឺស្រួលៗទេមានអត់មានបើរៀនទេ vocab នេះស្រួលៗទេអញ្ចឹងដូចជា beautiful មាន dangerous ហើយ dirty ហើយនិង modern ហើយ stressful អញ្ចឹងវាខិតវាស្រួលៗទេបើទៅជាមួយ dangerous ដូចជាគ្រោះថ្នាក់ dirty ហ្នឹងអាក្រក់ modern ហ្នឹងទាន់សម័យដូចជា stressful ហ្នឹងដូចជាស្អីមកធ្វើដឹងណាជាមួយហ្នឹងជាមើលស្អីក្នុង Google ទៀតណាអញ្ចឹងវាមាន grammar មួយដែរទៅជាមួយនឹង grammar superlative adjective អញ្ចឹងយើងមករៀនហើយទៅជាមួយនឹងការប្រើប្រាស់ comparative អញ្ចឹង comparative មានន័យថាយើងប្រើប្រៀបធៀបយើងប្រើ compare to thing អញ្ចឹងទៅជាមួយអានេះ superlative នេះគឺយើងប្រើសម្រាប់ប្រៀបធៀបវត្ថុអ្វីមួយអញ្ចឹងដើម្បីកាន់តែខ្វះខ្វាយយើងចូលទៅមើលការប្រើប្រាស់របស់វាអញ្ចឹង grammar superlative អញ្ចឹងមានន័យថាគឺជាការ compare គ្នាដែរប៉ុន្តែអានេះគឺជា compare បែបមួយផ្សេងទៀតអញ្ចឹងគឺថា use superlative adjective used to describe an object with uh, upper or lower limit of the quality អញ្ចឹងកន្លែងនេះមើលឃើញនៅសារបាំងហើយឃើញណាកន្លែងនេះអញ្ចឹងមានន័យថាអា superlative ហ្នឹងគឺយើងប្រើសម្រាប់ពណ៌នាមពីអ្វីមួយដែលវាខ្ពស់បំផុតឬក៏តូចបំផុតហើយមានកន្លែងកំណត់ឬក៏លទ្ធភាពរបស់វាអញ្ចឹងដើម្បីឲ្យយើងងាយយល់កាន់តែច្បាស់ទៀតគឺមានន័យថាអា superlative ហ្នឹងគឺយើងប្រើសម្រាប់ compare របស់មួយដែលវាធំបំផុតហ្មងនៅក្នុងអ្វីមួយដូចជាយើងថានៅក្នុងថ្នាក់មួយយើងមានលោកគ្រូមានតែលោកគ្រូហ្នឹងគាត់ខ្ពស់ជាងគេក្នុងថ្នាក់មកអញ្ចឹងមានថាយើងក៏ធ្វើការ compare មួយនៅក្នុងចំណោមច្រើននិយាយកាន់តែយល់គឺមួយក្នុងចំណោមច្រើនអញ្ចឹងយើងមើល rule របស់វា one syllable adjective បើសិនជា adjective នឹងវាមានមួយព្យាង្គអញ្ចឹងយើងគ្រាន់តែ add est អញ្ចឹងចំពោះ compare យើង add er នេះ est អត់ខុសគ្នាហ្មងនេះខុសគ្នាតិចតិចឯងអញ្ចឹងយើងមើលដូចជា lie lie ដូចជា lighters lighter មួយមុន lighter នេះជា lighters big ដូចជា biggest នេះថែម g ដូចជា est នេះ one ព្យាង្គណា Repeat with it two syllable adjective that end in y change y to I est st អញ្ចឹងបើសិនជា adjective ចំណុចណាវាចាប់ដល់សល់ខាង y ខាងចុងណាយើងគ្រាន់តែលុប y ដាក់ I est មក compare ដាក់ I er នេះថែម st ឯងខុសគ្នាទៅ st ខាងក្រោយដូចជា pretty យើងលុប y ចេញដាក់ I est ជា pretty us មុន prettier នេះ prettier វិញ scary នេះដូចជា scary us មុន scarier នេះ scary us three syllable adjective along syllable add the most ពីមុនយើង add more តែនេះទៅជា most អញ្ចឹង most ហ្នឹងយើងត្រូវដាក់ថែម the សិន the most more ទៅជា most the most or less ទៅជា less ទៅជា less អញ្ចឹងយើងមើលvocab មើលការបញ្យល់របស់គេឬក៏ vocab នេះ difficult វាមានចំនួន3ព្យាង្គអញ្ចឹង the most difficult អញ្ចឹងនៅពេលដែលអានេះលំបាកដល់ពេលដែលយើងប្រើ the most difficult มันថាវាលំបាកខ្លាំងបំផុតហ្មងវាមិនអាចមានអីប្រៀបបានណាដល់ពេលយើងប្រើ more difficult វាលំបាកមធ្យមពេលយើងប្រើ the most difficult គឺលំបាកខ្លាំងហ្មងវា comfortable នេះវាមានផាសុកភាពខ្លាំងពេល the most comfortable ហ្នឹងរត់តែមានផាសុកភាពទៀតថាដាច់គេហ្មងយើងការកំផាត់ដាច់គេហ្មងហ្នឹង interesting មានចាប់អារម្មណ៍ less interesting វាថាវាមិនគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតហ្មងនៅពេលដែលយើងប្រើនេះ less មក least interesting ចឹងអាហ្នឹងមានតែប៉ុណ្្នឹងទេ rule របស់វាអញ្ចឹងយើងកន្លែងទៅមើលនៅក្នុងកន្លោនទៅវិញដែលគេប្រើគេប្រៀបធៀបហើយយើងមើលដល់គ្នា adjective នេះគឺជា verb adjective ជា verb ដែល adjective ដែល vocab វាមាន small មាន slow មានthin មាន heavy ទៅមានច្រើនអញ្ចឹងទៅចំពោះទៅជាការ compare យើងទៅជា smaller compare ជា smaller តែពេលទៅជា superlative វិញ small បូក est ទៅជា smallest អត់ខុសគ្នាតិចតិចឯង slowបូកជាមួយ er គឺ slower តែពេល superlative slow បូក est ទៅជា slowest មានថានេះខ្លាំងបំផុតហ្មងហើយអានេះគេប្រើ than នេះអានេះបាទនេះគេប្រើ than ដោយសារគេប្រៀបធៀប compare to thing បាទនេះគេប្រើ than នេះច្រឡំព្រោះនេះប្រើប្រៀបធៀបចំនួនតែមួយនៅក្នុងកំណំច្រើននេះគេប្រើ than នេះ sin បូក er sin បូក est ជា sinless អញ្ចឹងណា heavy នៅខាងចុងនេះ heavier compare heavier ពីទៅ superlative heaviest happy
happy compare happiest ហ្នឹងមានថាវារហូតទៅសប្បាយខ្លាំងបំផុតហ្មងអានេះសប្បាយល្មមមែនអានេះស្អាតតែខ្លាំងទៀត expensive more expensive នេះ more expensive មានថាវាថ្លៃមធ្យមទៅពេល the most expensive មានថាវាថ្លៃហើយតែខ្លាំងទៀតចឹងនេះថា the most expensive នេះ the more expensive the most expensive handsome ដូចជា more handsome ឬក៏ more អានេះ more handsome វាស្អាតមធ្យមទៅពេលអានេះthe more handsome ចឹងមានថានេះហត់ទៅស្អាតខ្លាំងហ្មងអានេះគាត់ទៅជា better គាត់នឹង compare ជា better ទៅពេល superlative ជា the best ចឹងវាមានច្រើនទៅជាមួយនឹង irregular verb ដូចជាbad ដូចជា worse ដូចជា the worst ហ្នឹងទៅវាមានច្រើនអញ្ចឹងហ្នឹងមានតែប៉ុណ្្នឹងទេយើងមើលទៅឧទាហរណ៍វិញទៅជាមួយនឹងឧទាហរណ៍មានចំនួនចឹងឧទាហរណ៍នេះក្នុងកន្លងនេះវាដូចថានេះជាសិស្សដែលយើងប្រៀបធៀបមាន1 2 3 4 5អញ្ចឹងសិស្សមាន5អញ្ចឹងដោយសិស្សនីមួយៗតំណាងអក្សរ A B C D E អញ្ចឹងនៅក្នុងនេះគឺ A តំណាងឲ្យ100គីឡូ B តំណាងឲ្យ80គីឡូ C តំណាងឲ្យ60គីឡូទៅឲ្យគីឡូអញ្ចឹងណាអញ្ចឹងយើងធ្វើការ compare គ្នាថាសិស្សក្រហមនេះគឺជាសិស្សដែលមានទម្ងន់ខ្ពស់ជាងគេអញ្ចឹងយើងនិយាយបានថាបែបម៉េចអញ្ចឹងយើងមើល A is the heaviest in the class អញ្ចឹងមានថាសិស្សហ្នឹង A គឺជាសិស្សដែលមួយដែលធ្ងន់ជាងគេនៅក្នុងថ្នាក់អញ្ចឹងមានថាសិស្សហ្នឹងគឺគាត់ធ្ងន់ជាងគេនៅក្នុងថ្នាក់ទាំងអស់ហ្នឹងគឺប្រៀបធៀបមួយនៅក្នុងចំណោមច្រើនអញ្ចឹងគឺអាប្រាដែលថាតែវាប្រៀបធៀបក្នុងចំណោមច្រើនហ្នឹងអញ្ចឹងមានថាគាត់ហ្នឹងធ្ងន់ជាងគេអញ្ចឹងគាត់ធ្ងន់ជាងនេះធ្ងន់ទាំងអស់មកទី2យើងអាចឲ្យឧទាហរណ៍ផ្សេងទៅ My computer is the most expensive in the class តែមានថាកុំព្យូទ័ររបស់ខ្ញុំនឹងគឺជាកុំព្យូទ័រថ្លៃបំផុតនៅក្នុងថ្នាក់ហើយគ្មានណាថ្លៃដូចយ៉ាងទៅទី2 her car are cheapest in her family អញ្ចឹងមើលថាឡានរបស់នាងហ្នឹងគឺអន់បំផុតមកថោកបំផុតនៅក្នុងគ្រួសាររបស់នាងទី4 My brother is the tallest in the family មានថាបងប្រុសរបស់ខ្ញុំនឹងគឺជាមនុស្សដែលខ្ពស់បំផុតនៅក្នុងគ្រួសារតែគេ tallest the tallest ពួកនេះដូចជា perfect មួយដាក់ the មួយថា the មួយនេះច្រឡំពី the ហើយ the boss អូនេះ the ពីរហ្នឹងផ្សេងច្រឡំនេះ error ទៅកាន់លើអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអូខេបាយបាយ